ថ្ងៃនេះចុះមកចំការម្ដងទៀតហើយបងប្អូនថ្ងៃវីដេអូនេះខ្ញុំថតនៅថ្ងៃទី25ខែ9ចុះមកត្រួតពិនិត្យមើលថាតើវាមានសភាពបែបណាហើយស្លឹកមួយដើមហ្នឹងតើវាចាស់ទាំងអស់ហើយឬមួយក៏ដើមខ្លះនោះវាមានស្លឹកចាស់ខ្លះស្លឹកខ្ចីខ្លះមូលហេតុដែលត្រូវចុះមើលនេះគឺខ្ញុំកំដើមខែ10នេះចាប់ផ្ដើមបាញ់ជំរុះស្លឹកហើយដើម្បីឲ្យវាច្បាស់លាស់ថាត្រូវយើងប្រើថ្នាំថៃអូរីកម្រិតប៉ុណ្ណាតើដល់មកពិនិត្យការសិនមើលថាស្លឹកវាក្នុងមួយដើមហ្នឹងវាមានសភាពបែបណាជាក់ស្ដែងដូចដើមនេះអត់មានស្លឹកខ្ចីទេស្លឹកចាស់ទាំងអស់ដើមមួយនេះក៏អញ្ចឹងដែរសិតតែស្លឹកចាស់តែនេះអាដើមនេះវិញនេះខ្ចីខ្លះចាស់ខ្លះអាហ្នឹងយើងពិបាកធ្វើឲ្យវាចេញត្រួយស្រស់គ្នាណាដោយសារវាមានមែកខ្លះហ្នឹងក៏ចេញនេះដូចជាដើមនេះត្រួយខ្លះហ្នឹងចេញខ្ចីត្រួយខ្លះឡើងចាស់ស្លឹកទៅហើយនេះជាមូលហេតុដែលយើងត្រូវតែមកមើលដើម្បីឲ្យយើងប្រកាសថាយើងប្រើថៃអូរីកម្រិតណាបើយើងមិនមើលទេយើងចេះតែទិញតាមតាអ្នកលក់ថ្នាំគាត់ប្រាប់ទេយើងអត់ចំគោលដៅចការរបស់យើងទេព្រោះគាត់អ្នកលក់គាត់អត់បានឃើញចំការយើងទេគាត់ដឹងថាបាញ់អានេះទៅជ្រុះល្អបាញ់កម្រិតប៉ុណ្ណេះទៅជ្រុះល្អតែសភាពជាក់ស្ដែងចការយើងយ៉ាងម៉េចគឺគាត់អត់ដឹងទេចឹងហើយបាទខ្ញុំចុះមកមើលហ្នឹងហើយក៏ថតធ្វើជាវីដេអូចែករំលែកទុកឲ្យបងប្អូនម្ចាស់ចំការស្វាយមើលជួយវិភាគគ្នាថាត្រូវធ្វើយ៉ាងម៉េចបន្តបើវាចេញមកហ្នឹងនេះចំណែកខ្ញុំដឹងថាធ្វើយ៉ាងម៉េចហើយព្រោះអីវាចេញអត់ស្រុះគ្នាខ្ញុំត្រូវតែប្រើថៃអូរីកម្រិត7គីឡូទឹក1000លីត្រសម្រាប់ចការខ្ញុំណាសម្រាប់ចការបងប្អូនអាចចុះមើលដោយខ្លួនឯងមិនអាចបាញ់តាមខ្ញុំនេះបានទេនេះដើមនេះអីនេះដើមខ្លះក៏ស្លឹកនៅខ្ចីដើមខ្លះនោះក៏អត់ទាន់ចេញត្រួយទេបើចការបងប្អូនមានលក្ខណៈបាក់បាយនឹងខ្ញុំអញ្ចឹងប្រើដូចខ្ញុំក៏បានដោយទឹក1000លីត្រដាក់ថៃអូរី7គីឡូទៅបាញ់តែប៉ុណ្្នឹងមួយមុខនឹងបានហើយក៏បាញ់ច្រើនពេកមិនបាច់លាយច្រើនទេកាលណាយើងលាយច្រើនអស់លុយយើងច្រើនលទ្ធផលមិនលើសគ្នាទេចាំមើលខ្ញុំបាញ់រួចវាចេញបែបណាបានប៉ុណ្ណាខ្ញុំនឹងធ្វើវីដេអូបន្ទាប់ចែកបន្តទៀតជាចំណេះដឹងចំណែកបងណាដែលចេះហើយក៏មិនបាច់មើលទេបាទខ្ញុំគ្រាន់តែប្រាប់អ្នកដែលមិនទាន់ចេះប៉ុណ្ណោះ